ជំរាបសួរបងប្អូនយ៉ាងនេះខ្ញុំចែករំលែកបងប្អូនបន្តទៅមួយនឹងអក្សរប្រែលរបស់យើងអញ្ចឹងកាលវីដេអូមុនខ្ញុំចែករំលែកបងប្អូនដល់ត្រឹមអក្សរថទី17ជនចំណេះទី17ថធោបងប្អូនអញ្ចឹងរំលឹកឡើងវិញបន្តិចអក្សរថរបស់យើងគឺយើងចុចចំណុច2ចំណុច3ចំណុច4ចំណុច5ចំណុច6អញ្ចឹងថទី17ថធោហ្នឹងគឺយើងសរសេរតែមួយបន្ទប់ទេ2 3 4 5 6តោះឥឡូវយើងថ្ងៃនេះខ្ញុំចែករំលែកនៅខ្ញុំអ្នកមួយទៀតជួយអ្នកថ្មីនេះអញ្ចឹងអក្សរតូនេះអក្សរតូបងប្អូនអញ្ចឹងដើម្បីឲ្យបងប្អូនមើលរៀងហើយនេះដើម្បីឲ្យសរសេរអក្សរនេះបានយើងត្រូវប្រើចំណុចណាខ្លះរៀងគឺបែបហ្នឹងអញ្ចឹងដើម្បីសរសេរវាបានគឺយើងត្រូវចុចចំណុច2បន្ទប់ចំនួន2បន្ទប់មិនចំណុចទេណាចំនួនតែចំណុចយើងចុចច្រើនបន្ទប់ទី1គឺយើងចុចចំណុច6នេះចំណុច6នេះបន្ទប់ទី2យើងចុចចំណុច2ចំណុច3ចំណុច4ចំណុច5 6 2 3 4 5ប្រើ2បន្ទប់តោះឥឡូវខ្ញុំអនុវត្តការសេបងប្អូនបន្តិចនេះឧបករណ៍សរសេរអក្សរប្រែលតោះឥឡូវយើងដាក់មកបន្ទប់ទី1យើងត្រួយគេត្រួយចំណុច6មកបន្ទប់ទី1នេះចុចចំណុច6មកបន្ទប់ទី2យើងសរសេរចំណុច2អញ្ចឹងយើងរកចំណុច2មកចំណុច3 4 5អញ្ចឹងចុចចឹង2 3 4 5ចាំមើល6 2 3 4 5បើបងប្អូនបន្តិចនេះសោះតូនអញ្ចឹងគឺដូចគ្នាឥឡូវបងប្អូនមើលនេះអក្សរតូនេះខាងនេះខាងដៃស្ដាំនេះចុងដៃស្ដាំនេះនៅលើសភៅគំរូដល់ពេលខាងនេះខ្ញុំសរសេរមុនហ្នឹងនេះអក្សរតូអញ្ចឹងសម្រាប់អក្សរតូរបស់យើងខ្ញុំលើកឡើងវិញបន្តិចដើម្បីសរសេរអក្សរតូបានយើងប្រើ2ចំណុចប្រើ2បន្ទប់អធិស្ឋានបន្ទប់ទី1យើងចុចចំណុច6ចូលបន្ទប់ទី2យើងចុចចំណុច2ចំណុច3 4 5 6 2 3 4 5trongវីដេអូហ្នឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកជូនបងប្អូនជាចុងក្រោយខ្ញុំមានជាអាជីវកម្មមួយដែរសម្រាប់លក់ដូរគឺអាជីវកម្មហ្នឹងលក់អង្ករហ្នឹងគឺយកមកពីកសិករផ្ទាល់អញ្ចឹងតាមសហគមន៍ដែលយើងឃើញការពិបាកនៅក្នុងការស្វែងរកទីផ្សាររបស់អតិថិជនអញ្ចឹងយើងជួយផ្សព្វផ្សាយផលិតផលខ្មែរយើងឲ្យមានតម្លៃនៅលើទីផ្សារដើម្បីឲ្យខ្មែរជួយគ្រប់គ្រងផលិតផលខ្មែរអញ្ចឹងបងប្អូនអាចគ្រប់គ្រងបើបងប្អូនមានបំណងគ្រប់គ្រងផលិតផលខ្មែរដែលផលិតដោយកសិករហើយផ្ដួចផ្ដើមដោយនិស្សិតដើម្បីធ្វើអាជីវកម្មហ្នឹងបងប្អូនអាចជួយចុចចូល follow page និង TikTok អង្គរម៉ែទៅ search ពីអង្គរម៉ែបងប្អូនឃើញហើយបងប្អូនចង់ទិញបងប្អូនអាចឆាតចូលអង្គរម៉ែនឹងបានហើយសម្រាប់បងប្អូនដែលឆ្ងល់ទៅលើអក្សរប្រែលបងប្អូនអាចឆាតចូល page Bala New Generation ចឹងអរគុណច្រើនសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយជម្រាបលា